លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងកោតសរសើរឡើងថាលោកអគ្គិសនីមកឲ្យប្រទេសកម្ពុជាក្នុងតម្លៃថោកពលរដ្ឋមានបញ្ហាដីធ្លីតវ៉ាទាមទារឲ្យតុលាការដោះលែងសកម្មជនដីធ្លីសកម្មជនសិទ្ធិមនុស្សនិងមន្ត្រីកោជបរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតលំដាប់តទៅនេះខ្ញុំបាទសានសែលសូមជូនព័ត៌មានពិស្ដាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងកោតសរសើររដ្ឋាភិបាលឡើយថាបានលក់អគ្គិសនីមកឲ្យកម្ពុជាក្នុងតម្លៃថោកបើទោះជាក្តីកង្វល់របស់ពលរដ្ឋនិងក្រុមអង្គការសង្គមស៊ីវិលពីផលប៉ះពាល់បរិស្ថាននិងសង្គមដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងនៅមិនទាន់ដោះស្រាយនៅឡើយការថ្លែងក្នុងពិធីសម្ពោធច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលនិងអគារត្រួតពិនិត្យច្រកអន្តរជាតិត្រពាំងគ្រៀលនៅព្រំដែនខេត្តស្ទឹងត្រែងនិងខេត្តចម្ប៉ាសាក់ប្រទេសឡាវនៅព្រឹកថ្ងៃទី10មករានេះលោកម៉ែនសុធីរាយការណ៍អំពីរឿងនេះនេះមិនមែនជាលើកទី1នោះទេដែលប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនបានសម្ដែងមោទនភាពចំពោះរដ្ឋាភិបាលឡាវដែលលក់អគ្គិសនីមកឲ្យកម្ពុជាក្នុងតម្លៃថោកនៅព្រឹកថ្ងៃទី10មករាលោកហ៊ុនសែនបានថ្លែងចំពោះមុខលោកនាយករដ្ឋមន្ត្រីឡាវលោកថងលួនស៊ីស៊ូលីតថាបានលក់អគ្គិសនីមកឲ្យពលរដ្ឋខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារក្នុងតម្លៃទាបក៏ប៉ុន្តែលោកហ៊ុនសែនពុំបានបញ្ជាក់លម្អិតទេថារដ្ឋាភិបាលឡាវបានលក់អគ្គិសនីចំនួនប៉ុន្មានមេហ្គាវ៉ាត់និងបញ្ចប់កិច្ចព្រមព្រៀងទិញពីឡាវឬយ៉ាងណាប្រសិនបើទំនប់វារីអគ្គិសនីសេសានក្រោម2បើកឲ្យដំណើរការនៅចុងឆ្នាំ2017ខាងមុខខ្ញុំសូមអរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលបានលក់អគ្គិសនីក្នុងតម្លៃថោកជូនមកកម្ពុជាដែលភាគច្រើនប្រើប្រាស់នៅខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារទោះជាយ៉ាងណាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងនៅតែត្អូញត្អែថាពួកគេកំពុងប្រើប្រាស់អគ្គិសនីដែលរដ្ឋាភិបាលកម្ពុជាទិញពីឡាវក្នុងតម្លៃ1គីឡូវ៉ាត់ម៉ោង950រៀលតម្លៃនេះថ្លៃជាងនៅប្រទេសឡាវទ្វេដងពលគឺនៅប្រទេសឡាវមានតម្លៃប្រមាណ200រៀលក្នុង1គីឡូវ៉ាត់ម៉ោងខ្ញុំចង់ឲ្យថោកជាងនឹងតិចទៀតព្រោះអីអគ្គិសនីឥឡូវវា950ខ្ញុំចង់ឲ្យនៅដូចនៅប្រទេសឡាវថោកជាងនឹងព្រោះអីខ្ញុំអស់7-8ម៉ឺនដែរត្រឹម300-400 500អីក៏បានដែរមួយខែ7-10ម៉ឺនអីណោះអាហ្នឹងផ្ទះខ្ញុំមានទូអីទាំងហាលតា2ហងពលរដ្ឋរស់នៅក្រុងស្ទឹងត្រែងលោកស្រីទឹមស្រីមុំចាត់ទុកអគ្គិសនីដែលគាត់កំពុងប្រើប្រាស់សពថ្ងៃថានៅមានតម្លៃថ្លៃនៅឡើយដែលមិនអាចធ្វើឲ្យជីវភាពរស់នៅរបស់គាត់ប្រសើរឡើយលោកស្រីស្វាគមន៍ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានទិញអគ្គិសនីពីឡាវក៏ប៉ុន្តែលោកស្រីទាមទារឲ្យរដ្ឋាភិបាលខ្មែរបញ្ចុះតម្លៃអគ្គិសនីដូចនៅប្រទេសឡាវលោកស្រីក៏សម្ដែងការមិនសប្បាយចិត្តប្រសិនបើការទាញយកថាមពលអគ្គិសនីបង្កការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋនិងបរិស្ថានធ្ងន់ធ្ងរមន្ត្រីសម្របសម្រួលអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលលោកឯកចម្រើនចាត់ទុកការទាញយកថាមពលអគ្គិសនីជារឿងសំខាន់ក៏ប៉ុន្តែលោកចង់ឲ្យមានតម្លាភាពចំពោះការវិតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមឲ្យបានត្រឹមត្រូវនិងមានការទទួលខុសត្រូវប្រសិនបើមានផលប៉ះពាល់ជាក់ស្ដែងដល់ពលរដ្ឋនិងបរិស្ថានលោកចាត់ទុកការទាញយកផលប្រយោជន៍ពីធនធានធម្មជាតិឬទន្លេមេគង្គរបស់ប្រទេសឡាវមានប្រៀបជាងកម្ពុជាឆ្ងាយហើយពលរដ្ឋដែលរងគ្រោះច្រើនជាងគេគឺពលរដ្ឋកម្ពុជាដែលរស់នៅប៉ែកខាងក្រោមនៃទន្លេមេគង្គជាពិសេសពលរដ្ឋដែលមានជីវភាពផ្អែកលើផលនេសាទស្នើសុំប្រមូលរាជរដ្ឋាភិបាលការពេញចេញសាររួមគ្នាឬសេចក្តីថ្លែងការណ៍រួមគ្នាមួយមកដើម្បីឲ្យវិជារដ្ឋកម្ពុជាបានច្បាស់អំពីការផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីទៅដល់អង្គសហង្គមដូចតាមដងទន្លេហ្នឹងណាហើយព្រោះកន្លងមកយើងអត់ទាន់បានច្បាស់សោះតើទៅលើបញ្ហាសម្រាប់ភាពនៃផលប៉ះពាល់នោះដែរអតីតអ្នកសម្របសម្រួលអង្គការបណ្ដាញការពារទន្លេ3លោកមីកមានសន្និដ្ឋានថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនរំពឹងថានៅគ្រាដែលទំនប់វារីអគ្គិសនីដនសហុងដែលឡាវសាងសង់រួចឡាវនឹងលក់អគ្គិសនីមកឲ្យកម្ពុជាក៏ប៉ុន្តែលោកពុំទាន់ឃើញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលឡាវព្រមព្រៀងទិញលក់អគ្គិសនីមកឲ្យកម្ពុជានោះទេលោកថាកន្លងទៅក្រុមហ៊ុន Megafer ដែលកំពុងសាងសង់ទំនប់វារីអគ្គិសនីដនសហុងបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលថៃរួចហើយថាបើគេសាងសង់ទំនប់រួចនឹងលក់អគ្គិសនីទាំងស្រុងឲ្យប្រទេសថៃលោកពុំមានសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចព្រមព្រៀងទិញអគ្គិសនីពីឡាវបន្តទៀតឬយ៉ាងណាខណៈទំនប់វារីអគ្គិសនីសេសានក្រោម2ដែលកំពុងសាងសង់នៅជិតទីរួមខេត្តស្ទឹងត្រែងនឹងបើកឲ្យដំណើរការនៅបំណាច់ឆ្នាំ2017
ទំនប់សេសានក្រោម2នេះដែលសាងសង់ហើយហ្នឹងគឺវានៅជិតទីរួមខេត្តស្ទឹងត្រែងហ្នឹងអញ្ចឹងហេតុអីបានយើងចាំបាច់ទៅទិញភ្លើងមកពីឡាវជាទូទៅគឺប្រទេសឡាវមានទំនប់ជាច្រើនដែរដែលបានចុះកិច្ចព្រមព្រៀងឲ្យលក់ភ្លើងទៅថៃហើយម្យ៉ាងទៀតឡាវកាលណាគេចុះកិច្ចព្រមព្រៀងសាងសង់ទំនប់មួយហើយគេត្រូវមានកិច្ចព្រមព្រៀងទិញភ្លើងរួចហើយបានគេសាងសង់រដ្ឋាភិបាលកម្ពុជាបានទិញអគ្គិសនីពីឡាវតាំងពីឆ្នាំ2009នៅខេត្តស្ទឹងត្រែងចំនួនពី5ទៅ7មេហ្គាវ៉ាត់ហើយ7មេហ្គាវ៉ាត់នេះគឺជាអគ្គិសនីដែលឡាវទាញពីទំនប់វារីអគ្គិសនីមួយឈ្មោះថាហ៊ុយហួរស្ថិតនៅដៃទន្លេសេកុងប្រទេសឡាវរដ្ឋាភិបាលឡាវគ្រោងធ្វើឲ្យប្រទេសឡាវក្លាយជាធនាគារអគ្គិសនីធំជាងគេនៅអាស៊ានតាមរយៈការកសាងទំនប់វារីអគ្គិសនីចំនួនជាង300ទំនប់ទូទាំងប្រទេសក្នុងនោះ28ទំនប់ស្ថិតនៅក្នុងដៃទន្លេសេកុងខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងលោកនាងជាទីមេត្រីថ្ងៃទី10មករានេះជាខួប6ខែនៃការបាញ់សម្លាប់លោកមនិតកែមលីទាំងអង្គការសង្គមស៊ីវិលនិងមជ្ឈដ្ឋាននានានៅតែរិះគន់ចំណាត់ការរបស់តុលាការនិងរដ្ឋាភិបាលថាពុំមានឆន្ទៈសាររើក្នុងសំណុំរឿងឃាតកម្មលោកបណ្ឌិតកែមលីក្រុមគ្រួសារបណ្ឌិតកែមលីឲ្យដឹងថាពួកគាត់នៅតែពុំទាន់ទទួលបានយុត្តិធម៌នេះនៅឡើយទេក្រោយឃាតកម្មកើតឡើងចាប់តាំងពីថ្ងៃទី10ខែកក្កដាឆ្នាំ2016នោះមកជុំវិញរឿងនេះតុលាការក្រុងភ្នំពេញឲ្យដឹងថាតំណាងឯកការនៃសាលាក្រុងភ្នំពេញកំពុងពិនិត្យលើសំណុំរឿងនេះទាំងមូលក្រោយពីបិទការសាកសួរកាលពីពាក់កណ្ដាលខែធ្នូឆ្នាំ2016មុននឹងធ្វើសេចក្តីសម្រេចនៅពេលខាងមុខសូមលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកមុំមនីរតដូចតទៅគិតត្រឹមថ្ងៃទី10ខែមករានេះគឺមានរយៈពេល6ខែគាត់ហើយនៃអំពើឃាតកម្មលើលោកបណ្ឌិតកែមលីក៏ប៉ុន្តែតម្រុយណាមួយថ្មីដែលអាចកំណត់មុខសញ្ញាឃាតករពិតនិងអ្នកបញ្ជានៅពីក្រោយខ្នងនៃអំពើបាញ់ប្រហារនេះនៅពុំទាន់មានពន្លឺនៅឡើយទេលទ្ធផលជាផ្លូវការមកដល់ពេលនេះត្រូវបានមន្ត្រីនាំពាក្យតុលាការក្រុងភ្នំពេញលោកលីសុផាន់ណាបញ្ជាក់តាមបណ្ដាញទំនាក់ទំនង Telegram ថាតុលាការក្រុងភ្នំពេញកំពុងបន្តចំណាត់ការនៅក្នុងនីតិវិធីនៃការបិទការស៊ើបសួរនេះហើយកាលពីថ្ងៃទី23ខែធ្នូចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញលោកសេងលៀងបានប្រកាសជូនដំណឹងដល់លោកស្រីប៊ូរ៉េចនាពីការបិទបញ្ចប់នៃការសាកសួរក្នុងសំណុំរឿងពុរមត្តនមួយនេះបើទោះជាបែបណាក្រុមអ្នកខ្លាំមើលព្រឹត្តិការណ៍សង្គមកម្ពុជារិះគន់ថាក្នុងសំណុំរឿងឃាតកម្មលើលោកបណ្ឌិតកែមលីនេះវាមិនពិបាកទេក្នុងការស្វែងរកយុត្តិធម៌នោះព្រោះនៅក្នុងហាង Starmart មានកាមេរ៉ាសុវត្ថិភាពដែលអាចមើលឃើញមុខឃាតករបានយ៉ាងងាយក៏ប៉ុន្តែវាលែងតែតុលាការនិងរដ្ឋាភិបាលមិនចង់វែកមុខឬប្រហែលចង់ការពារនិងជួយបិទបាំងការពិតដល់អ្នកប្រព្រឹត្តបទឧក្រិដ្ឋនេះប៉ុណ្ណោះជុំវិញរឿងនេះនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង្ត្រាលោកមឿនតុលាយល់ឃើញថាវិធីដែលងាយបំផុតនោះគឺតុលាការបញ្ចេញវីដេអូដែលថតបានសកម្មភាពបាញ់ប្រហារនៅម្ដុំការ៉ាសាំងកាល់តិចទៅគឺចប់រឿងបាត់ទៅហើយនៅក្នុងសាមាតនេះមានកាមេរ៉ាសុវត្ថិភាពហើយនៅក្នុងការ៉ាសាំងកាល់តិចនេះក៏មានកាមេរ៉ាសុវត្ថិភាពដែរនៅស្តុបទៅនេះក៏មានកាមេរ៉ាសុវត្ថិភាពដែរនៅជុំវិញមកប្លុកហ្នឹងទាំងកាហ្វេហើយមកជំនួសនេះក៏មានកាមេរ៉ាសុវត្ថិភាពចឹងបើសិនជាយើងមើលរូបវីដេអូកាមេរ៉ាសុវត្ថិភាពនេះដឹងថាតើជាពិតជាណានៅវិភាគបញ្ហាសង្គមនិងនយោបាយដ៏មានប្រជាប្រិយភាពគឺលោកបណ្ឌិតកែមលីត្រូវបានខ្មាន់កំភ្លើងបាញ់ប្រហារកាលពីថ្ងៃទី10កក្កដាឆ្នាំ2016ដែលហុំព័ទ្ធទៅដោយកាមេរ៉ាសុវត្ថិភាពស្ទើរគ្រប់ជ្រុងនិងនៅចំកណ្ដាលទីប្រជុំជនក៏ប៉ុន្តែសង្គមស៊ីវិលយល់ឃើញថាបទឧក្រិដ្ឋនេះនៅមានមន្ទិលសង្ស័យជាច្រើនជំវិញការស៊ើបអង្កេតនេះថាតើមានមូលហេតុអ្វីបានជាតុលាការនិងរដ្ឋាភិបាលមិនបញ្ចេញរូបភាពពិតដែលថតបានពីកាមេរ៉ាសុវត្ថិភាពភ្លាមៗនោះបើទោះជាបែបណាអំពើឃាតកម្មលើលោកបណ្ឌិតកែមលីនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោកវិភាគលើរបាយការណ៍ស្រាវជ្រាវដ៏ស៊ីជម្រៅមួយរបស់អង្គការ Global Witness ដែលនិយាយពីអាណាចក្រជំនួញរបស់ក្រុមគ្រួសារត្រកូលហ៊ុនជាក់ទិនរឿងនេះអ្នកស្រាវជ្រាវផ្នែកសង្គមនិងនយោបាយលោកខេងស្រៀងប្រមានរដ្ឋាភិបាលថាមនុស្សរាប់លានអ្នកដែលកំពុងឃ្លាំមើលវិវត្តនៃការបាញ់ប្រហារនេះនឹងបោះឆ្នោតទម្លាក់គណៈបកប្រជាជនកម្ពុជាប្រសិនបើរដ្ឋាភិបាលនៅតែពុំអាចរកយុត្តិធម៌ឲ្យលោកបណ្ឌិតកែមលីបានទេសារប្រមានរបស់អ្នកវិភាគសង្គមរូបនេះនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ធ្វើឡើងស្របពេលខួប6ខែគត់នៃអំពើបាញ់ប្រហារលោកបណ្ឌិតកែមលីនៅថ្ងៃទី10ខែមករានេះបើទោះជាបែបណាលោកលីសុផាន់ណាអ្នកនាំពាក្យតុលាការក្រុងភ្នំពេញអះអាងថាតំណាងអាយកាកំពុងពិនិត្យលើសំណុំរឿងទាំងមូលនេះហើយមុនបញ្ជូនឲ្យចៅក្រមស៊ើបសួរបន្តនីតិវិធីក្នុងដំណាក់កាលនៃការបិទបញ្ចប់ការសាកសួរនេះយ៉ាងណាតុលាការក៏បានសន្យាដែរថានឹងធ្វើសេចក្តីសម្រេចថ្ងៃខាងមុខដោយមិនកំណត់ពេលឯនីតិវិធីសម្រាប់សំណុំរឿងនៃបទឧក្រិដ្ឋនេះតុលាការអាចមានពេលស៊ើបអង្កេតរបស់ខ្លួន
ក្នុងរយៈពេល18ខែក៏ប៉ុន្តែក្នុងអំឡុងពេលនេះតុលាការក៏អាចមានសិទ្ធិចេញនៃការដំណោះស្រាយសម្រាប់បន្តនីតិវិធីឬទម្លាក់សំណុំរឿងនេះចោលជុំវិញរឿងនេះនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង្ត្រាលោកមឿនដុល្លារមានជំនឿថាឃាតករពិតក្នុងអំពើបាញ់ប្រហារនេះគឺឈ្មោះជួបសម្លាប់គឺពុំមែនជាជនដៃដល់ទេលោកបន្តថាតាំងពីដំណាក់កាលនៃការបាញ់ប្រហាររហូតដល់ការបិទសារសួរឃាតកម្មនេះកាន់តែមានមន្ទិលសង្ស័យកាន់តែខ្លាំងឡើងហើយរឹតតែមិនអាចជឿជាក់ថាឃាតករពិតគឺជាឈ្មោះជួបសម្លាប់នោះទេជួបសម្លាប់នេះបើតាមប្រវត្តិដែលពលរដ្ឋនេះគឺគាត់នៅខេត្តជំរាបនោះហើយគឺជាគាត់នឹងស្គាល់ភ្នំពេញច្បាស់ទេមានសុខថាអ្នកណាជាអ្នកនាំជួបសម្លាប់នឹងមកក្រុងភ្នំពេញហើយអ្នកណាអ្នកចូលថាលោកទាំងបីនៅសាមាតហើយសាមាតនៅកន្លែងណាអ្នកណាអ្នកនាំតបមកសាមាតលោកមឿនដុល្លារឲ្យដឹងថាការដែលប្រពន្ធឬក្រុមគ្រួសារលោកបណ្ឌិតកែមលីមិនតាំងខ្លួនជាដើមមិនដឹងហើយចាត់ទុកថាជាកំហុសនោះគឺមិនត្រឹមត្រូវនោះឡើយលោកមឿនដុល្លារទម្លាក់កំហុសក្នុងរឿងនេះថាតាមពិតនេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលទៅវិញទេគិតមកដល់ពេលនេះរាល់អំពើឃាតកម្មទៅលើសកម្មជននយោបាយអ្នកការពារសិទ្ធិមនុស្សព្រះសង្ឃអ្នកសិល្បៈអ្នកការពារបរិស្ថាននិងចុងក្រោយអ្នកវិភាគសង្គមកំរឃើញតុលាការនិងរដ្ឋាភិបាលស្វែងរកឃាតករពិតនិងអ្នកបញ្ជានៅពីក្រោយខ្នងនៃអំពើបាញ់ប្រហារទាំងនោះនាំយកមកផ្ដន់ទាទោសបាននៅឡើយទេខ្ញុំម៉មនីរតអាស៊ីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីប្រជាពលរដ្ឋមានបញ្ហាដីធ្លីក្នុងរាជធានីភ្នំពេញប្រមាណ40នាក់ប្រមូលផ្ដុំគ្នានៅមុខក្រសួងមហាផ្ទៃនិងមុខរដ្ឋសភានៅព្រឹកថ្ងៃទី10ខែមករានេះដើម្បីដាក់ញត្តិសុំប្រមុខស្ថាប័នជាតិទាំងពីរនេះជួយអន្តរាគមន៍ដោះលែងសកម្មជនដីធ្លីសកម្មជនសិទ្ធិមនុស្សនិងមន្ត្រីកោជបឲ្យរួចផុតពីការឃុំឃាំងលោករានសំណាងរាយការណ៍អំពីរឿងនេះការស្រែកទាមទារពីពលរដ្ឋដែលមានចំនួនដីធ្លីនៅមុខក្រសួងមហាផ្ទៃនេះគ្មានអ្វីក្រៅពីចង់ឃើញមនុស្ស6នាក់ត្រូវបានគេដោះលែងឲ្យមានសេរីភាពឡើងវិញអ្នកបង្កក់អ្នកបុរីកីឡាអតីតអ្នកបុរីកីឡារស់នៅតំបន់ភ្នំបាទនិងអ្នកជ្រោយចង្វារួមគ្នាដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងជួយអន្តរាគមន៍ឲ្យមានការដោះលែងអ្នកស្រីទេវ៉ានីលោកនីចរិយានិងមន្ត្រីអាត64រូបទៀតតាមរយៈញត្តិសុំកិច្ចអន្តរាគមន៍នេះតំណាងសហគមន៍បង្កអ្នកស្រីបៅសុភាសង្ឃឹមថាលោកសខេងនឹងផ្ដល់ក្តីសង្ឃឹមដល់ពួកគេវិញជាក់ជាមិនខានដោយសារថាលោកអបនាយករដ្ឋមន្ត្រីសខេងគាត់បាននិយាយជាសាធារណៈថាគាត់នឹងផ្ដល់យុត្តិធម៌សម្រាប់មន្ត្រីកោជបទាំង1រូបហើយនិងមន្ត្រីអាត់64រូបនឹងធ្វើការដោះលែងនៅក្នុងចុងឆ្នាំ2016អញ្ចឹងក្តីសង្ឃឹមរបស់ពួកយើងគឺនៅតែមានបន្តរហូតអញ្ចឹងនៅក្នុងបេះដូងពួកយើងទាំងអស់គ្នានៅតែជឿជាក់នៅតែរកកិច្ចអន្តរាគមន៍ពីលោកអបនាយករដ្ឋមន្ត្រីសខេងព្រោះអីគាត់មិនដែលទុកប្រជាពលរដ្ឋជាសត្រូវឬមួយក៏គាត់មិនដែលបោះបង់ពួកយើងដែលជាប្រជាពលរដ្ឋរងគ្រោះម្ដងណាឡើយបន្ទាប់ពីដាក់ញត្តិរួចនៅក្រសួងមហាផ្ទៃពួកគេក៏នាំគ្នាដើរជាជួរទៅរដ្ឋសភាដើម្បីដាក់ញត្តិជូនលោកហេងសំរិនវិញម្ដងតំណាងសហគមន៍បង្កក់កញ្ញាសុងសីលៀបឲ្យដឹងក្រោយដាក់ញត្តិថាមន្ត្រីទទួលញត្តិនឹងបញ្ជូនញត្តិនោះទៅតាមនីតិវិធីរដ្ឋបាលនៃរដ្ឋសភាម្ដាយអ្នកស្រីទេវ៉ានីដែលឈរការរូបថតកូនស្រីបណ្ដាលលាយឡំនឹងសម្លេងស្រែករកយុទ្ធធរឲ្យកូនស្រីនៅមុខរដ្ឋសភាលោកស្រីស៊ីហៀបថ្លែងថាការចាប់ឃុំខ្លួនអ្នកស្រីទេវ៉ានីដាក់គុកដោយលើករឿងរ៉ាវកាលពី3ឆ្នាំមុនថាជារឿងមូលបង្កើតនឹងធ្វើបាបកូនស្រីគាត់ស្ត្រីវ័យជាង60ឆ្នាំប្លាយរូបនេះស្នើសុំឲ្យប្រមុខរដ្ឋាភិបាលលោកហ៊ុនសែននិងប្រធានរដ្ឋសភាលោកហេងសំរិនជួយអន្តរាគមន៍ទៅប្រព័ន្ធតុលាការដើម្បីឲ្យដោះលែងកូនស្រីលោកស្រីឲ្យមានសេរីភាពឡើងវិញអានេះចោលប្រកាសហ្នឹងខ្ញុំយល់ថាវាអត់ពិតជាការវាបណ្ឌិតខ្លួនវាដើម្បីយកឲ្យយកវនីដាក់គុកហ្នឹងវាការវាអត់ពិតអត់មានភ័ស្តុតាងច្បាស់លាស់ផងហ្នឹងខ្ញុំសូមជួយដល់សម្ដេចហ៊ុនសែនផងនិងបុណ្យនីហ៊ុនសែនផងហើយនឹងលោកហេងចំរិនហ្នឹងសូមលោកជួយផងសូមឲ្យជួយឲ្យកូនខ្ញុំបានចេញពីពន្ធនាគារវិញអ្នកស្រីទេវ៉ានីត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញចាប់បញ្ជូនទៅតុលាការនិងបន្តទៅឃុំខ្លួននៅគុកព្រៃសរអស់រយៈពេល147ថ្ងៃហើយគិតមកដល់ថ្ងៃទី10មករាដោយសារតែធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅតំបន់បង្កក់បន្ទាប់មកអ្នកស្រីត្រូវបន្តឃុំខ្លួនបណ្ដោះអាសន្នដែលតុលាការក្រុងភ្នំពេញសាររើរឿងហិង្សានៅមុខផ្ទះលោកហ៊ុនសែនដែលកើតឡើងកាលពី3ឆ្នាំមុននោះលើកយកមកកាត់ទោសឡើងវិញចំណែកមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាត់64រូបគឺលោកនីសុខាលោកយីសុកសានលោកណៃវ៉ាងដានិងអ្នកស្រីលឹមមនី
ព្រមទាំងលោកនីចរិយាដែលជាអគ្គលេខាធិការរងកោជបនិងជាអតីតបុគ្គលិកសមាគមអាតហុកត្រូវបានចាប់ឃុំខ្លួនអស់រយៈពេល257ថ្ងៃហើយទាក់ទងនឹងរឿងអាស្រូវស្នេហារវាងលោកកឹមសុខានិងនាងខំចន្ទរាទីហៅស្រីមុំគណៈមជ្ឈដ្ឋានទូទៅយល់ថារឿងនេះជារឿងនយោបាយប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតមើលឃើញថារាល់ពេលស្ថានភាពនយោបាយមានភាពធូរស្រាលការដោះលែងអ្នកជាប់ឃុំទាក់ទងនឹងរឿងនយោបាយនោះនឹងមានតាមរយៈការចរចានយោបាយមួយអ្នកខ្លំមើលបញ្ហាសិទ្ធិមនុស្សរូបនេះរំពឹងថាតាមរយៈការចរចានយោបាយនៅពេលខាងមុខនេះនឹងលេចចេញជាពន្លឺនៃក្តីសង្ឃឹមចំពោះមន្ត្រីសិទ្ធិមនុស្សមន្ត្រីកោជបនិងសកម្មជនដីធ្លីដែលកំពុងជាប់ឃុំដូចកាលខែ12អញ្ចឹងនៅពេលដែលគណៈបកនយោបាយទាំងពីរនឹងមានការចរចាគ្នាយើងឃើញស្រាប់តែមានពលឺភ្លើងខៀវថាសកម្មជនការពារសិទ្ធិមនុស្សទាំង5នាក់ហ្នឹងឬក៏អ្នកស្រីទេវនីហ្នឹងនឹងអាចនឹងមានការដោះលែងនៅចុងឆ្នាំ2016ប៉ុន្តែដោយសារតែកលៈទេសៈមួយដែលស្ថានភាពនយោបាយមានការជាប់គាំងហើយមិនទាន់មានការស្រោះស្រួលគ្នាពន្លឺនៃការដោះលែងនេះត្រូវបាត់ទៅវិញហើយអញ្ចឹងយើងសង្ឃឹមថានៅថ្ងៃទី11នៅពេលដែលគណៈបកទាំងពីរមានការជួបចរចាគ្នាគេនឹងអាចជជែកពីបញ្ហានេះឡើងវិញអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនៅកម្ពុជាស្នើឲ្យនយោបាយបន្តចរចាគ្នាតាមវប្បធម៌សន្តិនិកដើម្បីរកដំណោះស្រាយតាមបែបនយោបាយហើយទុកឲ្យប្រព័ន្ធតុលាការនៅឯករាជ្យដើម្បីប្រាស្រ័យអំណាចរបស់ខ្លួនផ្ដល់យុត្តិធម៌ដល់ពលរដ្ឋប្រការនេះអាចបញ្ជានឹងឈានដល់បញ្ចប់ការតវ៉ានានារបស់ពលរដ្ឋដែលទទួលរងរឿងអយុត្តិធម៌ខ្ញុំរ៉ាន់សំណាងអាស៊ីសេរីភ្នំពេញលោកអ្នកនាងទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលរៀបចំដោយខ្ញុំបាទសានសែលសូមលោកអ្នកនាងរងចាំស្ដាប់វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅពេលបន្តិចទៀតនេះវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងជជែកពិភាក្សាលើប្រធានបទស្ដីពីជំហររបស់គណៈបកជាប់ឆ្នោតក្នុងការជួបចរចាក្រោយថ្ងៃទី11ខែមករាលោកអ្នកនាងអាចចូលរួមផ្ដល់យោបល់ឬសួរសំណួរវាគ្មិនកិត្តិយសរបស់នេតិយើងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ012 811 911លេខ011 611 711និងលេខ023 211 804លោកអ្នកនាងអាចផ្ញើជាសំណួរមកកាន់កម្មវិធីយើងទាំងមុននិងក្នុងពេលកំពុងផ្សាយតាមរយៈអ៊ីមែល askRFA@rfa.org ឬតាមបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa cambodia ដំណើរគ្នានេះលោកអ្នកនាងក៏អាចទស្សនាវីដេអូតាមអ៊ីនធឺណិតបានដែរសូមលោកអ្នកនាងចូលទៅកាន់គេហទំព័រ www.rfa.org/ខ្មែររួចចុចនៅលើពាក្យថាផ្សាយផ្ទាល់វេទិកាអ្នកស្ដាប់នៅខាងស្ដាំនៃទំព័រដើម្បីទស្សនាវីដេអូផ្សាយផ្ទាល់នៃកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីដែលផ្សាយចាប់ពីពេលនេះរហូតដល់ម៉ោង 8 កន្លះយប់ម៉ោងនៅប្រទេសកម្ពុជាបាទកម្មវិធីនេះសម្របសម្រួលដោយលោកទីនសការីយ៉ាវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់អាស៊ីសេរីទាំងអស់ជាទីគោរពរាប់អានវេទិកាអ្នកស្ដាប់អាស៊ីសេរីនៅពេលនេះយើងសូមអភ័យទោសផងដោយសារយើងបានផ្លាស់ប្ដូរប្រធានបទភ្លាមៗគឺថាយើងថានឹងជជែកអំពីភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោតថ្មីក៏ប៉ុន្តែដោយសារតែអ្នកនាំពាក្យកោជបគឺអាយដាមហុងពធាលោកចររវល់មិនអាចចូលរួមនៅពេលនេះនៅយប់នេះបានគឺយើងបានផ្លាស់ប្ដូរប្រធានបទវិញគឺជជែកអំពីជំហររបស់គណៈបកជាប់ឆ្នោតទាំងពីរនៅក្នុងការជួបចរចាក្រោយពីថ្ងៃទី11មករានេះតទៅបាទលោកនេះជាទីមេត្រីនៅវាគ្មិនដែលចូលរួមនៅក្នុងកិច្ចពិភាក្សាលើប្រធានបទនេះដោយសារតែមាន4រូបហើយលោកទាំង4គឺមានជាប់រវល់គឺមិនអាចអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីផ្សាយនៅក្នុងស្ទូឌីយោផ្សាយរបស់អាស៊ីសេរីនៅពេលនេះបានទេគឺយើងភ្ជាប់ពួកគាត់តាមទូរស័ព្ទគឺមានដូចជាអ្នកនាំពាក្យរបស់គណៈបកជាប់ឆ្នោតទាំងពីរគឺអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាអាយដាមសុកអេសានហើយនិងអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិអាយដាមយ៉ែមពេញរិទ្ធបាទសូមជម្រាបសួរអាយដាមទាំងពីរបាទ
បាទជំរាបសួរ បាទវាគ្មិនយើងពីររូបទៀតគឺអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតរស់រវុធហើយនឹងប្រធានគ្រប់គ្រងអង្គការនៃអង្គការសិទ្ធិមនុស្សលីកាដូគឺលោកអំសំអាតបាទសូមជម្រាបសួរលោកទាំងពីរបាទជំរាបសួរបាទលោកនាងជាទីមេត្រីដោយលោកនាងបានដឹងហើយគឺថាគណៈបកជាប់ឆ្នោតទាំងពីរបានខកខានក្នុងការជួបចរចាគ្នានៅចុងខែធ្នូហើយនៅក្រោយពីមានភាពស្រស់ស្រួលនយោបាយបន្ទាប់ពីតានតឹងមួយរយៈគឺកាលពីចូលប្រជុំសភារបស់គណៈបកទាំងពីរកាលពីថ្ងៃទី7ធ្នូនោះគឺសម្ដេចហ៊ុនសែនហើយនិងលោកកំសខាដែលជាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិបានប្រកាសថានឹងចាប់ដៃគ្នាបន្តបព្វធម៌សន្ទនាទៀតនៅពេលនោះសម្ដេចសខេងបានបង្ហើបថាសកម្មជនសិទ្ធិមនុស្សទាំង6រូបទាំង4សកម្មជនសិទ្ធិមនុស្សរួមទាំងអគ្គលេខាធិការរងកោជបលោកនីចរិយាផងអាចនឹងដោះលែងកាលពីចុងខែធ្នូក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងមើលឃើញថាមកទល់ពេលនេះគណៈបកទាំងពីរមិនទាន់បានជួបគ្នាទេហើយតំណាងគណៈបកទាំងពីរនៅទីនេះស្រាប់គឺថានឹងគណៈបកទាំងពីរនឹងអាចជួបគ្នានៅក្រោយពីថ្ងៃទី11ស្អែកនេះតទៅដើម្បីដឹងថាតើគណៈបកទាំងពីរនឹងជួបគ្នាពេលណាពិតប្រាកដហើយនឹងលើកយករបៀបរបបអ្វីខ្លះមកជជែកគ្នានោះជាដំបូងនេះខ្ញុំសូមអញ្ជើញអាយដាមសុកអេសានបាទអាយដាមតើអាចជម្រាបបានទេថាគណៈបកទាំងពីរនឹងជួបគ្នានៅពេលណាទៅបាទសូមអរគុណជាបឋមនេះខ្ញុំកណាខ្ញុំសុកអេសានអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាសូមក្រាបថ្វាយបង្គំប្រធារានុធិរៈគ្រប់ព្រះអង្គនិងសូមគោរពបងប្អូនជនជាតិជាទីគោរពស្នេហាហើយចំពោះបញ្ហាជួបចរចារវាងគណៈបកទាំងពីរដែលមានអាសនៈនៅក្នុងសភាគឺមានខ្លឹមសារដូចដែលសម្ដេចក្រហមសខេងនោះបានបញ្ជាក់ជូនសារព័ត៌មានរួចហើយគឺក្រោយថ្ងៃ11ខែមករាឆ្នាំ2017នេះបាទហើយថាថ្ងៃណាពិតប្រាកដគឺនៅមិនទាន់ដឹងច្បាស់ទេបាទហើយរបៀបវរៈអ្វីខ្លះហ្នឹងលើកពីអីខ្លះទៅបើសិនជាជួបគ្នាបាទក៏អត់ដឹងដែរបាទខ្ញុំចង់ងាកទៅអាយដាមចៃពុញរឹកវិញអាយដាមតើអាយដាមអាចដឹងទេថានឹងជួបគ្នាពេលណាហើយអ្វីដែលគណៈបកសង្គ្រោះជាតិនឹងយកទៅជជែកជាមួយគណៈបកប្រជាជនបន្តទៀតនោះបាទអរគុណសូមជម្រាបសួរដល់បងប្អូនប្រជាពលរដ្ឋក្រាបថ្វាយបង្គំដល់ព្រះសង្ឃគ្រប់ព្រះអង្គការងារដែលមួយរយៈកន្លងផុតមកយើងនៅតែជឿជាក់ថាគណៈបកទាំងពីរនៅតែមានឆន្ទៈរក្សាវប្បធម៌សន្តិនិកដើម្បីដោះស្រាយបញ្ហាហើយដោយការខកខានមុនដំណាច់ឆ្នាំនេះដោយសារថ្នាក់ដឹកនាំលោកមានតែបរិយាជាប់រវល់រហូតដល់ពេលនេះយើងបានកំណត់គ្នាថាក្រោយថ្ងៃទី11ក៏ប៉ុន្តែរហូតដល់ពេលនេះយើងពុំទាន់បានការកំណត់ជាក់លាក់នៅឡើយក៏ប៉ុន្តែតំណែងតំណងគឺខាងខុទ្ទកាល័យរបស់សម្លេងភាគតិចក៏ដូចជាសម្លេងភាគច្រើនលោកនឹងផ្ដល់ព័ត៌មាននៅពេលក្រោយនៅពេលដែលបានកំណត់ពេលវេលាជាមួយរឿងរបៀបវរៈដូចខ្ញុំធ្លាប់បានជម្រាបជូនជាជំហររបស់គណៈបក្សសង្គ្រោះជាតិយើងស្វាគមន៍ក្នុងការជួបប្រជែកដោះស្រាយបញ្ហាដែលសេសសល់ហើយជាពិសេសគឺដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅក្នុងសភាជាតិយើងបាទបញ្ហាដែលនៅសេសសល់បញ្ហាអ្វីខ្លះទៅអាយដាមបាទពាក់ព័ន្ធជាមួយនឹងការបោះលែងអ្នកដែលជាប់នៅពន្ធនាគារហើយយើងរងចាំនៅនីតិវិធីនៃតុលាការលោកបានបញ្ចប់ឆាប់គ្រប់ហើយការជជែកគ្នាហ្នឹងតើនឹងដោះស្រាយតាមរបៀបណានោះជាអ្វីដែលថ្នាក់ដឹកនាំទាំងពីរលោកបានពិគ្រោះយោបល់គ្នាហើយជជែកគ្នាទូទៅហើយច្បាស់ហើយដែរបាទឥឡូវខ្ញុំសូមងាកទៅអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយនោះសូមអាយដាមទាំងពីរនៅបន្តជាមួយយើងបន្តទៀតបាទនៅក្នុងការជជែកនេះលោកនៅរស់រវុធគណៈបកទាំងពីរមកទល់ពេលនេះគ្រាន់តែដាក់កំណត់ថានឹងជួបគ្នាក្រោយពីថ្ងៃទី11មករាស្អែកនេះទៅប៉ុន្តែពេលវេលាណាមិនទាន់ច្បាស់លាស់នៅឡើយទេបើសិនជាគណៈបកទាំងពីរនៅតែអូសបន្លាយនៅក្នុងការជួបចរចាគ្នាបន្តទៀតតើនឹងប៉ះពាល់អ្វីខ្លះដល់សង្គមលោកបាទអរគុណខ្ញុំសូមគោរពពីចំណាយដល់ជនរួមជាតិខ្មែរទាំងអស់ជាទីរាប់អានយើងឃើញថានៅពេលថ្មីនេះក្នុងនាមខ្ញុំក៏ដូចជាប្រជាពលរដ្ឋទាំងអស់គឺមានចិត្តសប្បាយរីករាយនៅពេលដែលឮព័ត៌មានថាគណៈបកនយោបាយធំទាំងពីរធ្វើការចរចាគ្នានេះ
គឺយើងចំណេញច្រើនប៉ុន្តែបើសិនណាជាគណៈបកនយោបាយទាំងពីរនៅតែអូបន្លាយមិនចរចាគ្នានេះគឺទាំងប្រជាជនខ្មែរទាំងជាតិខ្មែរទាំងមូលគឺមានការខាត់បងដោយមិនមានការអភិវឌ្ឍអ្វីទាល់តែសោះព្រោះថាយើងពិនិត្យមើលថាបើសិនណាជាគណៈបកនយោបាយទាំងពីររួមគ្នាគឺយើងអាចអភិវឌ្ឍប្រទេសបានតែបើសិនណាជាគណៈបកនយោបាយជាប់ឆ្នោតទាំងពីរមិនរួមគ្នាមិនមានគំនិតធ្លុងតែមួយទេគឺរឿងដែលខាតគឺជាតិបាទទី1គឺខាតផ្នែកនយោបាយអន្តរជាតិនៅពេលដែលយើងជាប់ដៃតគ្នាប្រទេសជិតខាងក៏ដូចជាប្រទេសនៅក្នុងតំបន់តែងតែមើលងាយដល់ប្រទេសកម្ពុជាដោយរាប់ទាំងការរំលោភអធិបតេយ្យភាពនៃប្រទេសកម្ពុជាផងដែរខាតទី2គឺប្រទេសកម្ពុជាគ្មានពេលក្នុងការប្រកួតប្រជែងផ្នែកផលិតកម្មជាពិសេសធ្វើឲ្យសេដ្ឋកិច្ចនៅប្រទេសកម្ពុជាមានការអភិវឌ្ឍនៅមានកម្រិតនៅឡើយបើធៀបទៅនឹងប្រទេសតំបន់បាទខាតទី3គឺប្រទេសកម្ពុជាទាំងមូលគឺមិនបានគេហៅថាសុខសន្តិភាពពេញលេញបើសិនណាជាយើងនៅតែទាស់គ្នាផ្ទៃក្នុងនោះថែមទៀតសោតធ្វើឲ្យប្រទេសជិតខាងយើងក៏ដូចជានយោបាយជាតិរបស់យើងមិនមានភាពរឹងមាំណាមួយដើម្បីប្រកួតប្រជែងព្រោះថាបច្ចុប្បន្ននេះបើយើងធៀបទៅនឹងប្រទេសក្នុងតំបន់ឬក៏ធៀបទៅនឹងប្រទេសនៅលើពិភពលោកយើងនៅដើរយឺតជាងគេឆ្ងាយណាស់ទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកបច្ចេកវិទ្យាទាំងផ្នែកផ្សេងទៀតដោយរាប់តាំងពីវិស័យអប់រំជាដើមបាទអញ្ចឹងទេបើសិនណាជាយើងរួបរวมគ្នាយើងចំណេញ4ធំបាទចំណេញទី1គឺគណៈបកកាន់អំណាចមានពេលក្នុងការអភិវឌ្ឍជាតិកសាងជាតិចំណែកឯគណៈបកសម្លេងភាគតិចក្នុងសភាមានពេលចុះជួបរាជជួយរាជអញ្ចឹងក្នុងការអភិវឌ្ឍជាតិក្នុងការជួយរាជសុទ្ធតែជួយជាតិខ្មែរទាំងអស់បាទចំណុចទី3បើសិនណាជាយើងរួមគ្នានោះយើងអាចកសាងជាតិយើងអាចការពារនៅអធិបតេយ្យភាពដោយប្រើប្រាស់សម្លេងតែមួយក្នុងនាមជាគ្រួសារខ្មែរចំណុចទី4បើសិនណាជាយើងរួបរวมគ្នាគឺយើងមានជាតិសាសន៍មួយដែលធ្លាប់តែធំក្តៅនោះរុងរឿងថែមទៀតដែលធ្វើឲ្យប្រទេសជិតខាងនេះមើលតម្រាប់យើងក្នុងផ្លូវមិនល្អហើយជាពិសេសជាផុតនៅការយាយីពីចំនួនផ្ទៃក្នុងដែលធ្វើឲ្យបង្កឡើងដោយសង្គ្រាមរ៉ាំរ៉ៃបាទអញ្ចឹងទេសំខាន់ណាស់ចំណុចទី4គឺខ្មែរត្រូវតែរួបរวมគ្នាខ្មែរត្រូវតែចរចាគ្នាក្នុងនាមជាគ្រួសារខ្មែរទើបអាចជួយខ្មែរបានគ្មានបរទេសណាដែលស្រឡាញ់ខ្មែរជាងខ្មែរទេអញ្ចឹងទេការចរចាគ្នានេះយើងក្នុងការផ្ដួចផ្ដើមក្នុងការចរចាគ្នានេះគឺបង្ហាញនៅភាពចាស់ទុំនៃអ្នកនយោបាយខ្មែរចាប់ផ្ដើមឡើងហើយបាទសូមអរគុណបាទលោកដិតមើលឃើញថាគណៈបកទាំងពីរមិនទាន់ចុះសម្រុងគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិរួមគ្នាទេហើយនឹងមានផលវិបត្តិនឹងដោយលោកដិតបានមានប្រសាសន៍4 5 6ចំណុចមួយនេះប៉ុន្តែយើងមើលឃើញថាព្រឹកមិញហ្នឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចុះ MOU ទៅក្នុងបើកច្រកព្រំដែនអន្តរជាតិជាមួយប្រទេសឡាវថែមទៀតអញ្ចឹងតើវាបង្ហាញថាកំពុងតែរីកចម្រើនទេបាទយើងសង្កេតមើលទៅលើទស្សនវិជ្ជាធំទី1ប្រទេសក្នុងតំបន់តែងតែមានការចរចាការទូតតែងតែមានការធ្វើទំនាក់ទំនងការទូតរវាងប្រទេសនៅក្នុងតំបន់ជាពិសេសប្រទេសដែលនៅជាប់ព្រំដែនគ្នាហ្នឹងគឺតែងតែជៀសមិនរួចក្នុងការធ្វើទំនាក់ទំនងរវាងផ្នែកការទូតទី2ប្រទេសជាប់ទំនាក់ទំនងគ្នាតែងតែធ្វើនៅគេហៅថាលំហូរនៃទំនិញពាណិជ្ជកម្មដើម្បីយកចំណេញទៅ
សេដ្ឋកិច្ចនៅប្រទេសរៀងៗខ្លួនសំខាន់គឺថាតើច្បាប់នៅប្រទេសយើងអ្នកអនុវត្តដើម្បីទាញផលប្រយោជន៍សម្រាប់ជាតិឬទេចំណុចដែលសំខាន់គឺនៅកន្លែងនេះតាមការបើកច្រកព្រំដែនគឺមិនមែនជារឿងបញ្ហាសំខាន់ទេគឺជារឿងធម្មតាសម្រាប់ទំនាក់ទំនងផ្នែកការទូតគឺអត់មានបញ្ហាអីកើតឡើងទេកន្លែងនេះបាទអរគុណខ្ញុំសូមងាកទៅលោកអំសំអាតដែលលោកជាអ្នកដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្សយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាលោកអំសំអាតយើងឃើញថាកន្លងមកនៅពេលដែលគណៈបកជាប់ឆ្នោតទាំងពីរមានភាពមិនចុះសម្រុងគ្នាផ្នែកនយោបាយបញ្ហារំលោភសិទ្ធិមនុស្សសិទ្ធិមនុស្សក៏កាន់តែកើតមានឡើងដែរថែមទាំងរូបលោកផងគឺខាងសន្តិសុខនឹងវាយលោកថែមទៀតពិសេសថ្ងៃទី10កក្កដាយើងឃើញជាខួប6ខែហើយគឺមានការបាញ់សម្លាប់លោកដិតកែមលីហើយមួយទៀតការចាប់ចងសកម្មជនសិទ្ធិមនុស្សដោយសម្រេចទាមទារយុត្តិធម៌តាមផ្លូវដោយយើងបានស្ដាប់ព័ត៌មានមុននេះបន្តិចហើយគឺទាមទារឲ្យមានការដោះលែងឡើងវិញហើយទាមទាររយុត្តិធម៌អញ្ចឹងបើសិនជាគណៈបកទាំងពីរដោយលោកនៅរស់រវត្តមានប្រសាសន៍មកអញ្ចឹងមិនមានការរួបរวมទេតើផ្នែកសិទ្ធិមនុស្សវិញវានឹងប៉ះពាល់យ៉ាងម៉េចបន្តទៀតលោកបាទអរគុណជាបឋមសូមក្រាបថ្វាយបង្គំព្រះធរៈនិងធរៈគ្រប់ព្រះអង្គសូមគោរពអាដាមអ្នកនាំពាក្យទាំងពីគណៈបកដែលមានលក្ខណៈក្នុងរដ្ឋសភាហើយសូមគោរពលោកបណ្ឌិតទុប្រាពុទ្ធថាវត្តហើយនឹងសម្រុតបងប្អូនជនរួមជាតិអ្នកស្រាវជ្រាវស្ដេចអាស៊ីសេរីជាទីគោរពបាទនៅពេលដែលយើងឮព័ត៌មានថាគណៈបកទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភាមានការជួបចរចាសន្ទនាគ្នាឡើងវិញគឺយើងជាសង្គមស៊ីវិលយើងមានការត្រេកអរពីព្រោះយើងចង់ឃើញនៅវប្បធម៌នៃការសន្ទនារបស់គណៈបកទាំងពីររួបរวมគ្នាដើម្បីធ្វើការនៅក្នុងរដ្ឋសភាហ្នឹងជាពិសេសដោយលោកបណ្ឌិតរស់ត្រាវុធលើកឡើងបានមិញចឹងដែរហើយអ្វីដែលយើងសង្គមស៊ីវិលយើងព្រួយបារម្ភហើយយើងក៏សម្គាល់ថាជាវប្បធម៌ខ្មែរកន្លងមកនេះនៅពេលដែលស្ថានភាពនយោបាយមានការតានតឹងឬក៏ការជាប់គាំងហើយស្ថានភាពសិទ្ធិមនុស្សក៏លិចដែរទៅតាមស្ថានភាពនយោបាយដែរនៅពេលដែលស្ថានភាពនយោបាយធូរស្រាលយើងឃើញថាការបើកលំហនៃការគោរពសិទ្ធិមនុស្សនឹងយើងឃើញថាមានការប្រសើរនៅពេលដែលស្ថានភាពនយោបាយតានតឹងនិងជាប់គាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានរឹតបន្តឹងជាពិសេសយើងឃើញថាសិទ្ធិសេរីភាពក្នុងការជួបជុំការប្រមូលផ្ដុំនិងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាដើមហើយនៅពេលដែលស្ថានភាពជាប់គាំងមែនទែនយើងឃើញថាមានសកម្មជនការពារសិទ្ធិមនុស្សសកម្មជនការពារដីធ្លីសកម្មជនគណបកនយោបាយត្រូវមានការចោទប្រកាន់និងចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងស្ថានភាពមួយដែលយើងគិតថាស្ថានភាពនយោបាយជាប់គាំងហើយស្ថានភាពមនុស្សសិទ្ធិមនុស្សធ្លាក់ចុះដែលធ្វើឲ្យមានការរិះគន់ណាពីមតិជាតិនិងអន្តរជាតិផងហើយជាពិសេសយើងឃើញថាស្ថានភាពនៅឆ្នាំ2016នេះមានការរិះគន់អំពីសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសផ្សេងៗថាកម្ពុជាយើងគឺតកតងនឹងការគោរពសិទ្ធិនោះមានការធ្លាក់ចុះរហូតទៅដល់ទីមានចេញទាំងសេចក្តីសម្រេចផ្សេងៗសូមឲ្យប្រទេសកម្ពុជាយើងនឹងគោរពគោលការណ៍សិទ្ធិមនុស្សនិងគោលការណ៍សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយគេមើលឃើញថាក្នុងការចាប់ខ្លួនកន្លងមកទោះបីជានៅក្នុងផ្លូវច្បាប់ក្រមព្រហ្មទណ្ឌมันមានចែងអំពីបទល្មើសនយោបាយក៏សាធារណមតិជាតិនិងអន្តរជាតិគឺថាការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សសកម្មជនគណបកនយោបាយហ្នឹងវាពាក់ព័ន្ធនឹងគ្រឿងនយោបាយបាទអានេះគឺធ្វើឲ្យមានការរិះគន់ហើយវាមានការខាត់បងច្រើនបាទដូចជាយើងឃើញថាសហគមន៍អឺរ៉ុបគេមានការបង្កកនៅជំនួយហើយនឹងគេចេញនៅសេចក្តីសម្រេចផ្សេងៗធ្វើការរិះគន់មកលើរដ្ឋាភិបាលអានេះគឺជាការខាត់បងមួយសម្រាប់ប្រទេសកម្ពុជាយើងផងដែរបាទអញ្ចឹងជាការកត់សម្គាល់របស់ខ្ញុំបើសិនជានៅពេលដែលស្ថានភាពនយោបាយឬក៏អ្នកនយោបាយគណៈបកដែលមានអាសនៈក្នុងរដ្ឋសភាហ្នឹងគាត់ចរចាគ្នាបន្ត
បបធរនៃការចរចាឲ្យគិតទៅលើឧត្តមប្រយោជន៍ជាតិឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំហើយមានការរួបរวมគ្នាក្នុងការធ្វើការនោះលំហនៃការគោរពសិទ្ធិមនុស្សគឺមានសភាពល្អប្រសើរហើយខ្ញុំតែងតែឃើញថានៅពេលដែលមានការតានតឹងផ្នែកនយោបាយអញ្ចឹងគឺសកម្មជនបដិនយោបាយសកម្មជនការពារសិទ្ធិមនុស្សផ្សេងៗក៏ត្រូវបានចាប់ហើយនៅពេលដែលមានការចរចាត្រូវគ្នាគឺសកម្មជនទាំងអស់នោះនិងសកម្មជនការពារសិទ្ធិមនុស្សត្រូវបានដោះលែងអានេះដែលធ្វើឲ្យគេមានការរិះគន់ជាបន្តបន្ទាប់ផងដែរហើយស្ថានភាពនយោបាយតានតឹងនឹងទៀតក៏យើងឃើញថាវាមានករណីនៃការបាញ់សម្លាប់កើតឡើងដែរដូចជាការបាញ់សម្លាប់លោកបណ្ឌិតកែមលីដែលជាអ្នកវិភាគនយោបាយការបាញ់សម្លាប់ពីមុនមកដូចជាកម្មជនការពារបរិស្ថានកម្មជនការពារសិទ្ធិមនុស្សនានានៅពេលដែលស្ថានភាពនយោបាយជាប់ពាំងហ្នឹងបាទអរគុណលោកអំសម្បត្តិបាទដោយលោកអំសម្បត្តិមានប្រសាសន៍មិញចឹងគឺថាអនុវិភាគខ្លះក៏បានលើកឡើងថាសកម្មជនគណៈបកប្រឆាំងរួមទាំងសកម្មជនការពារសិទ្ធិមនុស្សជាចំណាប់ខ្មាំងរបស់អ្នកនយោបាយនៅពេលដែលដូចជាសកម្មជនបកប្រឆាំងគឺសំណុំរឿងចាស់កាលពីថ្ងៃទី15កក្កដាក៏តុលាការបានសើរើឡើងវិញចាប់ចងជាថ្មីនៅក្រៅពេលដែលគណៈបកទាំងពីរបានសម្រោះសម្រួលគ្នាកាលពីថ្ងៃទី22កក្កដា2014គឺមានការដោះលែងម្ដងរួចទៅហើយករណីនៃសេចក្តីបាននេះក៏ជាសំណុំរឿងចាស់ដែរនៅពេលស្ថានភាពនយោបាយស្លោះស្រួលគឺមានសេរីភាពហើយពេលតានតឹងក៏មានការសើរើចាប់ចងឡើងវិញអាយដាមសុកអ៊ីសានខ្ញុំចង់ជម្រាបសួរអាយដាមថាដូចទាំងលោករស់រវត្តទាំងលោកអំសម្បត្តិបានមានប្រសាសន៍អំពីបញ្ហានេះពិសេសគឺផ្នែកអភិវឌ្ឍសេដ្ឋកិច្ចក៏មានការរីកចម្រើនហើយខ្លាំងហើយបញ្ហាខាងពិសេសគឺអធិបតេយ្យភាពរបស់កម្ពុជាតែម្ដងនៅពេលអ្នកនយោបាយបកទាំងពីរមិនត្រូវគ្នាគឺការបញ្ហាការការពារបូរណភាពទឹកដីក៏មិនរឹងមាំខ្លាំងដែរហើយពិសេសកាលពីប្រជាជននៅខាងខេត្តស្វាយរៀងព្រៃវែងគឺអ្នកព័ត៌មានយើងបានចុះទៅដល់ទីតាំងឃើញថាប្រជាពលរដ្ឋគឺអាជ្ញាធរវៀតណាមមិនអោយធ្វើស្រែលើដីរបស់ខ្លួនទេថាអាជ្ញាធរខ្មែរហ្នឹងក៏ហាមមិនអោយទៅមើលតំបន់សនៅព្រំដែនវៀតណាមទៀតហាក់បីដូចជាចាញ់ប្រៀបខាងភាគីវៀតណាមមែនទែនហើយដំតើរបញ្ហាហ្នឹងដំយកឃើញមកទៅបាទសូមអរគុណខ្ញុំសូមគោរពពាក្យខ្ញុំទាំងអស់ដែលបានបញ្ចេញមតិតែចំពោះខ្ញុំដោយឡែកគឺខ្ញុំមានមតិមិនស្របទៅតាមមតិមួយចំនួនទេទោះបីថាការស្ថានភាពនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យវាមានមតិនឹងមិនដូចគ្នាទេគណៈបកប្រជាជនយល់ឃើញថាសភាពការនយោបាយមិនមានអ្វីគួរឲ្យព្រួយបារម្ភរហូតទៅដល់ធ្លាក់សេដ្ឋកិច្ចឬមួយបាត់បង់បូរណភាពទឹកដីទេហើយជាក់ស្ដែងគឺរាល់ថ្ងៃនេះគឺថាយើងបានវាយបង្គោលព្រំដែនកម្ពុជាវៀតណាមនឹងគឺថាធានាបានត្រឹមត្រូវទៅតាមផែនទីຂະຫນាត1 លើ 100,000បាន 83% ហើយអញ្ចឹងមិនបានស្ដីថាมันមានបាត់បង់បូរណភាពទឹកដីទេតែផ្ទុយទៅវិញបើសិនណាជាមានការបាត់បង់មានការរំលោភបំពានមែនខ្ញុំយល់ថាបណ្ដាប្រទេសទាំង18ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីសក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការអាស៊ានប្រកាសជាកោះប្រជុំដើម្បីមានវិធានការហើយពីព្រោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគេហាមមិនឲ្យមានការរំលោភបំពានលើឯករាជ្យភាពអធិបតេយ្យភាពបូរណភាពដែនដីកម្ពុជាដែលជារដ្ឋមិនអាចបំបែកបានរួចទៅហើយបាទទី2ចំពោះការមានមតិថាសេដ្ឋកិច្ចពេលដែលគណៈបកទាំងពីរមិនបានចុះសម្រុងគ្នាទៅជាសេដ្ឋកិច្ចធ្លាក់ខ្ញុំយល់ថាវាអត់មានអញ្ចឹងទេសភាពការយើងធានាបាននៅស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ 7% ហើយបុគ្គលិកមន្ត្រីរាជការមុខងារសាធារណៈសុទ្ធតែត្រូវបានតម្លើងប្រាក់បៀវត្សស្របទៅតាមកំណើនសេដ្ឋកិច្ចរបស់ជាតិយើងហើយបញ្ហាផ្សេងទៀតការនាំចេញការចំណូលរដ្ឋផ្សេងនេះសុទ្ធតែកើនឡើងដូច្នេះវាសបញ្ជាក់ថាមិនមែនដូចជាវគ្គខ្វិនខាងដើមមានប្រសាសន៍ថាពេលដែលគណៈបកទាំងពីរមិនចុះសម្រុងគ្នានឹងវាត្រូវតែសេដ្ឋកិច្ចធ្លាក់ចុះហើយនឹងបាត់បង់បូរណភាពទឹកដីហើយខ្ញុំយល់ថាបញ្ហាមួយទៀតគឺថាអស់លោកផ្សារភ្ជាប់នឹងការដែលអនុវត្តទោសតន់ទៅតាមអំពើប្រព្រឹត្តល្មើសច្បាប់របស់ជនមួយចំនួននោះខ្ញុំយល់ថាយើងកំពុងដំណើរការតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងពង្រឹងនីតិរដ្ឋ
ហើយបើសិនណាជាមានអ្នកដែលប្រព្រឹត្តបទល្មើសហើយមិនចាត់នីតិវិធីតាមប្រព័ន្ធតុលាការទេខ្ញុំយល់ថាហាក់ដូចជាមានការលើកលែងហើយនឹងប្រហែលជាមានការចោទប្រកាន់ថាយើងអនុវត្តនៅវប្បធម៌និទានភាពជាមិនខានអញ្ចឹងនេះខ្ញុំយល់ថាពេលដែលអស់លោកប្រមាណនេះជាអង្គការសង្គមស៊ីវិលអង្គការសិទ្ធិមនុស្សឬមួយកោជពអីដែលជាប់ពាក់ព័ន្ធហ្នឹងមិនមែនគណៈបកទាំងពីរប្រជែកគ្នាដើម្បីយកអស់លោកទៅជាប់ឃុំឃាំងនៅក្នុងពន្ធនាគារទេបាទអានេះគឺជាការចេញពីលទ្ធផលនៃអំពើប្រព្រឹត្តល្មើសច្បាប់របស់បុគ្គលម្នាក់ហើយរឿងមិនដូចគ្នាទេអញ្ចឹងបានស្ដីថាអស់លោកចង់ឲ្យមានគណៈបកទាំងពីរប្រជុំគ្នាដើម្បីដោះលែងអ្នកទោសទៅវិញអញ្ចឹងវាផ្ទុយអំពីគោលការណ៍នីតិរដ្ឋដែលយើងរំលោភលើសមត្ថកិច្ចនិងនីតិវិធីរបស់តុលាការអានេះជាបញ្ហាមួយអញ្ចឹងទេបានសូមជម្រាបជូនអំពីចំហរបស់គណៈបកប្រជាជនគឺរក្សាចំហស្មោះសរមើងម៉ាត់ក្នុងការអនុវត្តវប្បធម៌សន្តិនិកជាមួយគណៈបកដែលមានអាសនៈក្នុងសភារួមគ្នាបម្រើប្រទេសជាតិនិងប្រជាជនដោយឈលលើស្មារតីពង្រួមជាតិនិងការគោរពគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋអញ្ចឹងអ្វីដែលឃ្លាតពីនីតិរដ្ឋយើងមិនអាចអនុវត្តបានដោយល្មើសទេបាទអានេះសូមជម្រាបជូននៅចង់ថាបំបត្តិចោលនៅបញ្ហាដែលខ្វែងគំនិតគ្នានេះមានបញ្ហាសំណូមពរអង្គការសិទ្ធិមនុស្សដែលថាសិទ្ធិមនុស្សនឹងត្រូវគោរពសិទ្ធិមនុស្សផងគោរពច្បាប់ផងបាទអាដាមសូមកាត់ប្រសាសន៍អាដាមមានប្រសាសន៍មិញថាបញ្ហាទឹកដីមានបញ្ហាអ្វីទេបើមានគឺមានប្រទេសហត្ថលេខាទាំង18អាដាមធ្លាប់ចុះទៅខេត្តព្រៃវែងដែរទេអាដាមបាទតាមព្រំដែនគឺខាប្រជាជននឹងបានលើកឡើងម្ដងហើយមកគេថាពួកគាត់ធ្វើស្រែមិនបានទេហើយពួកគាត់បានលើកឡើងថាការចោះវាស់វែងបង្គោលព្រំដែនការលើវាស់វែងហ្នឹងគឺថាមានខាងគណៈកម្មការព្រំដែនបានចុះទៅវាស់វែងជាមួយគ្នាប៉ុន្តែពេលបោះបង្គោលយ៉ាងខ្លះគឺខាងវៀតណាមដូចរបស់ខ្លួនឯងអីចឹងបាទខ្ញុំសូមជម្រាបថាខ្ញុំមិនមែនជាអ្នកបច្ចេកទេសខាងព្រំដែនទេក៏ប៉ុន្តែបើតាមពិនិត្យលើសាច់រឿងណាប្រទេសយើងទាំង3កម្ពុជាវៀតណាមឡាវនេះស្ថិតនៅក្រោមនិមអាណានិគមនិយមបារាំងដូចគ្នាពេលនោះគឺថារវាងកម្ពុជានិងវៀតណាមឬក៏ដែនដីកូសាំងស៊ីននេះមិនមានខ្សែបន្ទាត់ព្រំដែនដែលប្រជាពលរដ្ឋស្គាល់ទេអញ្ចឹងប្រជាពលរដ្ឋនៅតាមព្រំដែននេះមិនដឹងខ្សែបន្ទាត់នៅកន្លែងណាទេដូច្នេះការកាន់កាប់ដោយតាមចំនួនពីមួយចំនួនទៅមួយចំនួនហ្នឹងគឺអត់មានការហាមឃាត់ទេពីព្រោះចវាយនាយតែមួយអញ្ចឹងទេដល់ពេលប្រទេសទាំង3បានឯករាជ្យក្រោយសន្និសិទបាទអាដាមបញ្ហាមួយទៀតគឺថាមានឯករាជ្យបាទអាដាមបញ្ហាមួយទៀតតើរដ្ឋាភិបាលប្រទេសណានៅពេលតំណាងរាស្ត្រឬក៏សមាជិកព្រឹទ្ធសភារបស់ខ្លួននិយាយអំពីបញ្ហាព្រំដែនហើយមានការចាប់ចងដាក់គុកដោយកម្ពុជាអាដាមអាការនិយាយរឿងព្រំដែនអត់មានបញ្ហាទេក៏ប៉ុន្តែគុំតែមូលបង្កាច់បញ្ហាព្រំដែនបាទដូចជាសុខហួរអីយកអីថារដ្ឋាភិបាលចុះហត្ថលេខារំលាយខ្សែបន្ទាត់ព្រំដែនអានឹងមិនអាចទទួលយកបានទេហើយដូចជាសំអានអីមកប្រកាសជាប់គ្នារាប់ខែនឹងនិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីខ្លែងខ្លាយអានឹងក៏មិនអាចទទួលយកបានដែរអាដាមបញ្ហាមួយទៀតហេតុអីបានជាប្រើជាផែនទីបានអនុម័តពីរដ្ឋសភានិងព្រឹទ្ធសភាព្រមទាំងមានបរិយាក្រមឡាយពហលេខាដោយព្រះមហាក្សត្រឲ្យប្រកាសឲ្យប្រើប្រាស់មូលហេតុអីសំអាននិយាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីខ្លែងខ្លាយបាទអាដាមសំកាត់ប្រសាអាដាមនេះទៀតអាដាមមកថាជាផែនទីត្រឹមត្រូវទៅវិញបាទអាដាមដែលយើងមិនអាចទទួលយកបានក្នុងនាមជាអ្នកដឹកនាំអំណាចក្នុងនាមរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋអាដាមបញ្ហាមួយទៀតហេតុអីបានជាអាជ្ញាធររដ្ឋនឹងហាក់បីដូចជារដ្ឋបတ်ឬក៏ហាមឃាត់ប្រជាជនរបស់ខ្លួនមិនឲ្យទៅមើលបញ្ហាព្រំដែនពិសេសគឺក្រុមតំណាងរាស្ត្រដែលដឹកនាំទៅខាងអង្គការផ្សេងដែលដឹកនាំទៅតែមានការរារាំងអីចឹងបាទគឺនិយាយរួមរដ្ឋាភិបាលមិនមានចេតនាអីអាក្រក់ឬមួយជាអៀតជាអល់ទេក៏ប៉ុន្តែអានេះចង់ដឹងបញ្ហាដែលបាតុភិបកើតឡើងកន្លងទៅនេះគឺថាសួរអាជ្ញាធរអានឹងបានដឹងពីព្រោះយើងទៅនេះមិនមែនចេតនាទៅមើលព្រំដែនទេទៅបង្កើតបញ្ហានៅតាមព្រំដែនអញ្ចឹងបានវាកើតរឿងហ្នឹងមិនចេះចប់បាទបញ្ហាកើតបញ្ហាមិនខ្លះឯដល់កន្លងមកកើតបញ្ហាទៅដកបកគោលទៅដកអីហ្នឹងអាហ្នឹងមានតែខាងយុវជនអត់មានដកផងហើយដល់បាទដឹងអញ្ចឹងទេទៅនេះมันមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរពីគណៈកម្មការព្រំដែននឹងទៅដើម្បីគឺថាទៅរករឿងទៅរកហេតុនៅតាមព្រំដែននេះបាទអាយដល់ដកបកគោលលោកសំស៊ីដកបកគោលនៅខាងខេត្តស្វាយរៀងឥឡូវហ្នឹងជាជនអះអាងថាឥឡូវហ្នឹងបកគោលបានខិតចេញដែររឿងហ្នឹងយ៉ាងម៉េចទៅបាទប្រជាជនណាខ្ញុំមិនដឹងទេបាទបើយកជាកតិយុត្តគឺថាផ្លូវការសួរអាដាមទេសរដ្ឋមន្ត្រីវ៉ាកំហុងអានឹងបានត្រឹមបាទអរគុណច្រើនអាដាមបាទយើងនឹងចែកគ្នាបន្តទៀតលោករស់រវត្តអ្វីដែលអាដាមសុនសានលើកឡើងមកលោកយល់ឃើញយ៉ាងម៉េចទៅបាទ
Hello កន្លែងនេះខ្ញុំចង់និយាយថាបើសិនណាជាគណៈបកនយោបាយទាំងពីររួមគ្នាវាមានការអភិវឌ្ឍប្រទេសកាន់តែលឿនទៀតហើយបើសិនណាជាគណៈបកនយោបាយធំទាំងពីរទោះគ្នាគណៈបកកណ្ដាលអំណាចដៃមកជាហៀងឡើងតែអភិវឌ្ឍមកជាហៀងទៀតឡើងតែទប់ទល់ជាមួយនឹងគណៈបកប្រឆាំងទោះបីយ៉ាងណាក៏ដើរយឺតជាងការដែលគណៈបកនយោបាយទាំងពីររួមគ្នាដើម្បីអភិវឌ្ឍគំនិតតែមួយគឺមានមួយជ្រុងម្នាក់មកធ្វើឲ្យប្រទេសជាតិនឹងអាចរីកចម្រើនបានដោយយកគោលនយោបាយរួមសម្រាប់ជាតិខ្មែរតែម្ដងបាទសូមអរគុណបាទលោកមើលឃើញថាគណៈបកទាំងពីរបច្ចុប្បន្ននឹងពិតជារួបរวมគ្នាពិតជាមិនមានបញ្ហាអ្វីដោយអាដាមសុខសានលើកឡើងមិញទេហើយគណៈបកទាំងពីរពិតជាបានការពារបូរណភាពប្រតិបានល្អទេបាទតាមពិតទៅយើងត្រូវសង្កេតមើលទៅលើទស្សនវិជ្ជា4ក្នុងការរក្សាការពារអធិបតេយ្យភាពនេះអ្នកនយោបាយណាក៏ស្នេហាជាតិដែរប៉ុន្តែសំខាន់នោះគឺយើងត្រូវសិក្សាទៅលើចំណុចទី1បញ្ហាការពារអធិបតេយ្យភាពនៅអ្វីដែលមានការជាក់លាក់ណាមួយទៅតាមប្រវត្តិសាស្ត្រទី1ទី2តាមច្បាប់អន្តរជាតិទី3ទៅតាមកំណត់នៃអ្វីដែលមានជាគោលបានទទួលស្គាល់ដោយអង្គការអន្តរជាតិទី4ទៅតាមអ្វីដែលជាកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរយល់ព្រមដូចគ្នាអញ្ចឹងទេយើងសង្កេតឃើញថាបច្ចុប្បន្ននេះយើងកោតសរសើរនៅអ្នកនយោបាយនៃគណៈបកទាំងពីរដែលមានគំនិតចាស់ទុំនយោបាយរួមគ្នាផ្ដួចផ្ដើមឡើងក្នុងការចរចាឡើងដើម្បីសម្រាប់ជាតិរបស់ខ្លួនបាទសូមអរគុណលោកមើលឃើញថាគណៈបកទាំងពីរពិតជាមានភាពស្មោះត្រង់នឹងគ្នាលើការប្រើប្រាស់វប្បធម៌សន្តានាដោយអាដាមអក្សរសាមានបានលើកឡើងដែរទេបាទតាមពិតទៅកន្លែងនេះយើងមិននិយាយពីអតីតកាលទេមកដល់បច្ចុប្បន្ននេះយើងគួរតែលំមស្មោះត្រង់នឹងគ្នាចំពោះអ្នកនយោបាយហើយព្រោះបើយើងកលែកមើលទៅនឹងប្រទេសក្នុងតំបន់នោះគឺអ្នកនយោបាយតោះគ្នាគឺដើម្បីជាតិមាតុភូមិរបស់គេក្នុងការធ្វើយ៉ាងណាឲ្យជាតិមានការរីកចម្រើនអញ្ចឹងអ្វីដែលមិនស្មោះត្រង់អាស្រ័យទៅលើបុគ្គលរៀងៗខ្លួនពេលនោះគឺសំដៅទៅលើប្រជាពលរដ្ឋជាអ្នកវាយតម្លៃថាតើអ្នកណាស្មោះត្រង់អ្នកណាមិនស្មោះត្រង់នោះប្រជាពលរដ្ឋនឹងផ្ដល់សេចក្តីទុកចិត្តឬមិនផ្ដល់សេចក្តីទុកចិត្តនៅពេល5ឆ្នាំម្ដងបាទអរគុណសូមជាប់អ្នកស្ដាប់បច្ចុប្បន្ននេះប្រជាពលរដ្ឋយើងមានភាពវៃឆ្លាតមានព័ត៌មានគ្រប់កន្លែងអញ្ចឹងលោកចេះពិចារណាដោយខ្លួនឯងបាទសូមភ្ជាប់អ្នកស្ដាប់បន្តិចសិនបានលោកចៅវ៉ាន់សាច់ពីខេត្តពោធិ៍សាត់បាទសូមអញ្ជើញបាទបាទសូមអញ្ជើញលោកបាទខ្ញុំសូមសួរទៅលោកចុកអេសានបាទលោកនិយាយពីរឿងព្រំដែនហ្នឹងបើលោកមិនបានទៅដល់លោកទៅដឹងបើអញ្ចឹងខ្ញុំចង់សួរថាព្រំដែននៅខេត្តតាកែវព្រំភ្នំដិនគេហៅថាប្រែកវិញទេទីមុនគាត់ថាស្ពានយើងនៅស្ពានកបៅឥឡូវឡើងពីកបៅមកដល់ណាហើយបាទហើយសូមលោកជួយបញ្ជាក់ឲ្យខ្ញុំបានដឹងផងមួយបាទអរគុណបាទអាយដាមមកសុខអេសាននៅក្នុងសំណួរគាត់មិនដែរដល់បាទអរគុណលោកដែលចោទជាខ្ញុំដូចខ្ញុំជម្រាបខាងដើមយើងជាគោលការណ៍គឺយើងយកផែនទីបោនដែលមាន26ផ្ទាំងដែលបន្សល់ទុកដោយអាណានិគមនិយមបារាំងហើយដូចខ្ញុំជម្រាបខាងដើមថាប្រជាពលរដ្ឋយើងអត់ដឹងថាព្រំដែននៅកណាទេពេលនៅក្រោមអាណានិគមនិយមបារាំងអញ្ចឹងការកាន់កាប់ដីធ្វើស្រែចម្ការឬតាំងលំនៅឋានហ្នឹងអត់ដឹងថាខ្សែបន្ទាត់ព្រំដែននៅកណាទេព្រោះព្រំដែនគូសលើផែនទីដែលបារាំងវាគូសអញ្ចឹងទេដល់ពេលប្រទេសទាំង3បានឯករាជ្យក្រោយឆ្នាំ54នេះអញ្ចឹងប្រទេសនីមួយៗមានអធិបតេយ្យមានព្រំដែនដល់អញ្ចឹងត្រូវយកអីអញ្ចឹងប្រជាជនខ្មែរយើងមួយចំនួនអាចរស់នៅលើដីវៀតណាមមិនដែរបាទបារាំងដែលបន្សល់ទុកឲ្យហ្នឹងយកមកធ្វើដល់ខ្សែបន្ទាត់ព្រំដែនរដ្ឋទៅមិនព្រំដែនដែលប្រទេសនីមួយៗហ្នឹងមិនមែនរត់ទៅតាមដីដែលប្រជាពលរដ្ឋកាន់កាប់កន្លងទៅទេគឺរត់ទៅតាមអរគុណអាដាមមកដោយសារយើងនៅសល់ពេលខ្លីសូមភ្ជាប់វាគ្មិនយើង
បន្តិចទៀតផ្សេងទៀតអាយដាមបាទសំនឹងងាកមកអាយដាមវិញអញ្ចឹងងាកទៅអាយដាមយ៉ែមពុញរិទ្ធតាក់ទងភាពមិនស្មោះត្រង់ឬក៏ស្មោះត្រង់របស់គណៈបកទាំងពីរដាច់បាទអាយដាមយ៉ែមពុញរិទ្ធបាទដាច់បាទបាទអរគុណឥឡូវសូមងាកទៅលោកអំសម្បត្តិវិញម្ដងអាយដាមសង្កអ៊ីសាបានលើកឡើងថាសូមឲ្យខាងមន្ត្រីសិទ្ធិមនុស្សគោរពច្បាប់ផងលោកអំសម្បត្តិតើកន្លងមកខាងសិទ្ធិមនុស្សខុសច្បាប់អីខ្លះទៅអាយដាមលោកបាទបាទអរគុណហើយក៏អរគុណដែរដែលអាយដាមសុខសាន្តបានលើកតាមគោលការណ៍នៃដែលយើងបំពេញបេក្ខកម្មសប្តាហ៍ថ្ងៃនេះគឺទី1ជំរុញឲ្យមានការអនុវត្តនិងលើកកម្ពស់នៃការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបញ្ហាទី2ជំរុញនិងលើកកម្ពស់ឲ្យមានការអនុវត្តច្បាប់ដើម្បីឲ្យប្រទេសកម្ពុជាយើងក្លាយទៅជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យទាំងនីតិរដ្ឋនេះជាគោលការណ៍របស់អង្គការសិទ្ធិមនុស្សអញ្ចឹងអង្គការសិទ្ធិមនុស្សមិនដែលសូមឲ្យរដ្ឋាភិបាលមិនអនុវត្តតាមផ្លូវច្បាប់ទេជាគោលការណ៍យើងចង់ឃើញនៅប្រព័ន្ធតុលាការមួយជាការមានទំនុកចិត្តអំពីប្រជាពលរដ្ឋតុលាការមួយដែលអាចផ្ដល់សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ណានៅក្នុងចំពោះនៅក្នុងតុលាការហើយក៏បានឃើញតុលាការមួយដែលคล้ายជាប្រព័ន្ធឯករាជ្យធានាអំពីការគោរពសិទ្ធិមនុស្សនិងការគោរពច្បាប់និងនីតិរដ្ឋនៅកម្ពុជាយ៉ាងពិតប្រាកដហើយបើយើងក៏លេចមើលប្រព័ន្ធតុលាការយើងនេះមិនមែនតែមតិជាតិអន្តរជាតិទេសូម្បីតែអ្នករាយការណ៍ពិសេសរបស់ក្រមប្រកាសនៅអង្គការសហប្រជាជាតិដែលគេធ្វើការវិតម្លៃម្ដងក៏គេលើកអំពីថាសូមឲ្យកម្ពុជាយើងធ្វើកំណែតម្រង់ប្រព័ន្ធតុលាការឲ្យទៅជាប្រព័ន្ធតុលាការមួយដែលឯករាជ្យអញ្ចឹងយើងមិនចង់ឃើញចេះបានខ្ញុំលើកឡើងថាគឺមានការផ្សារភ្ជាប់តែប្រជាពលរដ្ឋទាំងថាគុំអន្តរជាតិគេមើលឃើញថានៅពេលដែលស្ថានភាពនយោបាយជាប់មានការចាប់ខ្លួនទៅលើកម្មជនអ្នកបដិយោបាយកម្មជនដេទីកម្មជនការពារសិទ្ធិមនុស្សជាដើមហើយស្រាប់តែនៅពេលចាប់អញ្ចឹងគឺមានការស្នើសុំនៅក្រៅឃុំអីជាបន្តអញ្ចឹងទៅគឺមិនអនុញ្ញាតទេតុលាការក៏ប៉ុន្តែនៅស្ថានភាពមួយអ្នកនយោបាយឬក៏គណៈបកនយោបាយដែលមានអាសនៈក្នុងរដ្ឋាភិបាលគាត់ចរចាទៅរកជាស្រាប់តែតុលាការអនុញ្ញាតឲ្យអ្នកទាំងអស់នោះនៅក្រៅបាទអរគុណលោកអង្គសម្បត្តិដែលយើងរៀនសល់ពេលខ្លីមែនតើដល់ចាំមានឱកាសចែកគ្នាបន្តិចទៀតបាទខ្ញុំសូមងាកទៅអាយដាមយ៉ែមពុញរិទ្ធបន្តិចយើងមើលឃើញថាគណៈបកទាំងពីរហ្នឹងក្រោយពីមានមកថ្ងៃទី22កក្កដាក៏ថ្ងៃទី8ឧសភា2015ហ្នឹងគឺគណៈបកទាំងពីរបានចេញដីថ្លែងការណ៍រួមមួយទៀតគឺប្រាជ្ញានឹងការប្រើប្រាស់លើវប្បធម៌សន្តានាគឺមាន7ចំណុចសំខាន់ហើយចំណុចដែលខ្ញុំចាប់អារម្មណ៍សំខាន់ហ្នឹងគឺថាត្រូវស្មោះត្រង់ជាមួយគ្នាលុបបំបត្តិនៅគំនិតគុំគួនសងសឹកហើយនឹងមិនលៀបពណ៌ដាក់គ្នាអញ្ចឹងជាដើមពីថ្ងៃនេះទៅមុខដែលផ្លាស់ដៃគូវប្បធម៌សន្តានាទៅហើយរវាងអាដាមសំរងស៊ីជាមួយលោកនាយកសម្ដេចហ៊ុនសែនឥឡូវមកអាដាមកឹមសុខាវិញហ្នឹងតើអាចធានាថាគណៈបកទាំងពីរពិតជាស្មោះត្រង់នឹងគ្នាទៅមុខទេអាដាមបាទយើងចង់ជម្រាបជូនដល់ប្រជាប្រដ្ឋបានជ្រាបថាគណៈបក្សសង្គ្រោះជាតិយើងត្រៀមគ្រប់ពេលវេលាក្នុងការបន្តវប្បធម៌សន្តានាហើយគោលជំហរគឺស្មោះត្រង់ក្នុងការជជែកដើម្បីដោះស្រាយបញ្ហាសង្គមជាតិយើងនោះជាចំណុចមួយដែលយើងចង់ជម្រាបជូនជាសាធារណៈក៏ប៉ុន្តែរយៈពេលក្រោយនេះដូចជាយើងបានដឹងបានឮដល់គ្នាថាអាដាមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកជាប់រវល់ហើយគាត់ជាប់រវល់បំពេញកិច្ចកម្មនៅក្រៅប្រទេសរហូតដល់ថ្ងៃទី11ដូច្នេះលោកបានកំណត់ក្រោយថ្ងៃទី11នឹងមានការជួបគ្នាជជែកគ្នាយើងនៅតែមានជំនឿជាវិជ្ជមានថាការជួបគ្នានោះគណៈបក្សសង្គ្រោះជាតិព្រៀងរួចទៅហើយរងចាំពេលវេលាពេលដែលខាងគណៈបក្សសម្លេងភាគច្រើនលោកមានពេលវេលាអាចជួបនៅជជែកដោះស្រាយជាមួយនឹងការជជែកដោះស្រាយបញ្ហាសង្គមជាតិយើងនៅតែមានជំនឿថាវប្បធម៌សន្តានាការដោះស្រាយបញ្ហាទាំងនោះនឹងនាំមកនូវផលជាវិជ្ជមានស្វ័យស្បិតតែមានចំណុចអសកម្មភាពអាដាមនៅក្នុងស្វារបស់ឥឡូវនឹងគណៈបក្សសង្គ្រោះជាតិចង់ជួបគ្នាភ្លាមៗណាអាដាមបាទឆាប់ទេបាទយើងនៅតែសង្ឃឹមថានឹងមានការជួបដោះស្រាយបញ្ហាឆាប់ៗហ្នឹងបាទ
បាទអរគុណចង់ងាកទៅលោករស់រវត្តបន្តទៀតតើនៅឥឡូវនឹងគណៈបកទាំងពីរគួរតែជួបគ្នាឆាប់ហើយអ្វីជាបញ្ហាអត្ថភាពដែលគណៈបកទាំងពីរត្រូវដោះស្រាយរួមគ្នាបាទអរគុណយើងសង្កេតឃើញថានៅបច្ចុប្បន្នភាពនេះប្រទេសកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់គឺត្រូវមានការប្រកួតប្រជែងខ្លាំងដែលហាក់បីដូចជាដណ្ដើមទីផ្សារគ្នាច្រើនអញ្ចឹងទេបើជួបគ្នាកាន់តែចិត្តកាន់តែល្អព្រោះយើងសង្កេតឃើញថាការដែលជួបគ្នាប្រសើរជាងមិនជួបអញ្ចឹងការជួបគ្នានេះគឺបង្ហាញឲ្យឃើញថានយោបាយខ្មែរអាចដើរទៅមុខមួយជំហានទៀតបើធៀបទៅនឹងអតីតកាលអញ្ចឹងទេក្នុងកំឡុងពេលនេះសូមឲ្យអ្នកនយោបាយក៏ដូចជាអ្នកគេហៅថាគ្រប់គ្រងនយោបាយរៀងខ្លួននោះគួរតែរក្សានៅភាពថ្លៃថ្នូរសេចក្តីថ្លៃថ្នូរកុំលៀបពណ៌គ្នាកុំចាប់ប្រកាន់គ្នានោះទើបដំណើរការចរចានៃអ្នកនយោបាយនៃគណៈបកទាំងពីរហ្នឹងមានដំណើរការល្អអាចរកចំណុចរួមសម្រាប់ជាតិមួយបានបាទលោកមានប្រសាសន៍ថាកុំចាប់ប្រកាន់គ្នាកុំលៀបពណ៌គ្នាមានថាត្រូវតែដោះលែងឬក៏ឲ្យមានមេបកប្រឆាំងមានចូលច្រកវិញឬមិនលោកបាទមិនមែនទេខ្ញុំមិនមែនចង់សម្ដៅចឹងទេក្នុងកន្លែងពេលនេះព្រោះថាមួយរយៈកន្លងមកនេះក្នុងកំឡុងពេលនៃការចរចាតែងតែមានអ្នកកេងចំណេញឆ្កឹះឆ្កៀលបំផុសឬក៏បំភ្លើសរឿងអ្វីដែលគ្មានការពិតយើងឈប់និយាយទៅយើងនិយាយតែការពិតហើយអ្នកនិយាយការពិតហើយអ្នកទទួលក៏ត្រូវតែទទួលយកការពិតទើបមិនមានរឿងបង្កចំនួនខ្វែងគំនិតគ្នារវាងខ្មែរនិងខ្មែរទើបប្រទេសខ្មែរមានសេចក្តីសុខបាទកន្លែងនេះខ្ញុំចង់សម្ដៅលើអញ្ចឹងបាទអាដាមសុខអេសាននៅសល់ពេលតែបន្តិចទេតើគណៈបកទាំងពីរអាចជួបគ្នានៅពេលណាពិតប្រាកដឆាប់ទេអាដាមបាទអរគុណដែលគណៈបកប្រជាជនមិនដែលប្រកាសបិទទ្វារនៃវប្បធម៌សន្តិនិកទេគឺយើងស្វាគមន៍ជានិច្ចចំពោះគណៈបកដែលមានអាសនៈនៅក្នុងសភាបាទគណៈបកប្រជាជនចាំមើលបកប្រជាជននឹងជួបគ្នាពេលណាដល់បាទគឺថាយើងសង្ឃឹមនឹងជឿជាក់ថាថ្នាក់ដឹកនាំមតិភាគច្រើននិងថ្នាក់ដឹកនាំមតិភាគតិចនៅក្នុងសភានេះគឺអាចនឹងជួបគ្នាក្រោយថ្ងៃ11នឹងឯងតាមតែសេចក្តីប្រកាសរបស់អង្គសខេងបាទហើយបញ្ហានេះក៏សូមចូលថាស្វាគមន៍ចំពោះការជជែកគ្នាអំពីបញ្ហាប្រទេសជាតិនិងប្រជាជនហើយក៏ប៉ុន្តែបើសិនណាជាមានករណីណាជជែកគ្នាដើម្បីដោះលែងអ្នកទោសទេខ្ញុំយល់ថាវាពិបាកនឹងបាទអរគុណច្រើន